ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំមានម្ហូបមួយមុខទៀតហើយគឺឆាមើមត្រាវជាមួយនឹងផ្លែម្រះហើយនឹងឆាជាមួយនឹងពងទាចៀនចាជាដំបូងគឺខ្ញុំចាប់ផ្ដើមចិតសំបកត្រាវឲ្យវាស្អាតសិនចាបន្ទាប់ពីចិតត្រាវស្អាតហើយខ្ញុំទុកវាមួយឡែកបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមខួងស្នូលម្រះចេញសិនចាបន្ទាប់ពីខ្ញុំខួងស្នូលម្រះចេញឲ្យស្អាតអីអស់ហើយចាំខ្ញុំយកទៅលាងទឹកចាម្ហូបខ្ញុំអត់មានអីក្រៅពីពងទាទេភាគច្រើនដោយសារតែខ្ញុំទៅចេញពីធ្វើការអញ្ចឹងទៅខ្ញុំមិនដឹងថាធ្វើម្ហូបអីទេចាអញ្ចឹងខ្ញុំមានតែធ្វើពងទាទេលឿនចាឥឡូវខ្ញុំចាប់ផ្ដើមយកត្រាវហើយផ្លែម្រះខ្ញីម្ទេសស្លឹកខ្ទឹមយកមកលាងទឹកឲ្យស្អាតជាមុនសិនចាចំពោះបន្លែគឺខ្ញុំលាងវា3 4ទឹកដើម្បីឲ្យវាកាន់តែស្អាតចាបន្ទាប់ពីខ្ញុំលាងបន្លែរួចហើយគឺខ្ញុំចូលដល់វគ្គហាន់ត្រាវម្ដងចាចំពោះមើមត្រាវគឺបងប្អូនកាត់វាជា4ជ្រុងចេះមកចាបន្ទាប់មកគឺបងប្អូនកាត់វាជាចំណិត4ជ្រុងតូចៗល្មមបានហើយដើម្បីឲ្យវាឆាប់ឆ្អិនចាគឺបងប្អូនធ្វើការកាត់4ជ្រុងប៉ុណ្ណឹងខ្ញុំនេះមកចាបន្ទាប់ពីកាត់ត្រាវរួចហើយចូលដល់វគ្គកាត់ផ្លែម្រះម្ដងចាចំពោះផ្លែម្រះគឺបងប្អូនកាត់4ជ្រុងតូចៗល្មមប៉ុណ្ណឹងខ្ញុំហ្នឹងទៅចាកុំវែងពេកគឺខ្លីល្មមប៉ុណ្ណេះបានហើយដើម្បីឲ្យស្រួលហូបចាឥឡូវបងប្អូនមកមើលគ្រឿងផ្សំម្ដងមានដូចជាខ្ទឹមសខ្ញីបីជែងម្សៅស៊ុបស្ករសប្រេងខ្យងប្រេងម្ទេសហើយនឹងទឹកត្រីហើយស្លឹកខ្ទឹមហើយនឹងម្ទេសចាម្ទេសដាក់វាតិចៗទៅដើម្បីឲ្យវាហឹរតិចៗទៅកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ចាបន្ទាប់មកបងប្អូនត្រូវចៀនត្រាវឲ្យវាឆ្អិនជាមុនសិនដោយសារតាមើមត្រាវគឺវាអត់ងាយឆ្អិនទេអញ្ចឹងបងប្អូនយកទៅចៀនវាសិនទៅចៀនឲ្យវាស្រួយសិនបានយើងយកទៅដាក់ឆាតាមក្រោយដើម្បីឲ្យវាឆ្ងាញ់ចាព្រោះដល់ពេលដែលយើងបំពងអញ្ចឹងសាច់ត្រាវវាឡើងកមួតហើយគឺឆ្ងាញ់ហ្មងអញ្ចឹងបងប្អូនធ្វើការបំពងជាមួយខ្លាញ់បែបនេះសិនមកត្រាវចាចាំពេលដែលត្រាវឆ្អិនហើយចាំបងប្អូនដួសទុកបន្លែសិនចាំយកទៅដាក់ឆាតាមក្រោយទៀតចាបន្ទាប់ពីចៀនត្រាវឆ្អិនហើយឥឡូវខ្ញុំធ្វើការគោះពងទាចូលគឺដល់វគ្គចៀនពងទាម្ដងចាចំពោះពងទាខ្ញុំដាក់តែ2គ្រាប់ទេចាហើយខ្លាញ់ក៏ខ្ញុំអត់ថែមដែរដោយសារតែខ្លាញ់ហ្នឹងគឺខ្ញុំសល់ពីបំពងត្រាវហើយអញ្ចឹងខ្ញុំមិនបាច់ថែមទៀតទេព្រោះអីពងទាតែ2គ្រាប់ហ្នឹងគឺល្មមហើយចាចំពោះពងទាបងប្អូនទុកវាឲ្យក្រៀមសិនទៅបន្ទាប់មកចាំធ្វើការត្រឡប់វាហើយត្រឡប់វាមកខាងហ្នឹងទុកឲ្យវាក្រៀមឲ្យឆ្អិនល្អសិនទៅចាំបងប្អូនដួសទុកដាក់ចានម្លែកចាបន្ទាប់ពីពងទាឆ្អិនហើយបងប្អូនត្រូវតែកាត់វាជាកង់4ជ្រុងចំណិតប៉ុណ្នេះមកចាពួកអីនៅពេលដែលយើងចៀនពងទាអញ្ចឹងទៅនៅពេលដែលយើងចៀនវាឆ្អិនហើយយើងយកទៅឆាវាអត់បែកសាច់ពងទាទេហើយយើងស្រួលញ៉ាំទៀតហើយវាមានរសជាតិឆ្ងាញ់ទៀតវាអត់ដូចដែលយើងគោះពងទាឆៅចូលវាអាចបែកសាច់ចាឥឡូវបន្ទាប់ពីកាត់ពងទាហើយខ្ញុំដាក់ខ្លាញ់ចូលនៅក្នុងខ្ទះឆាបន្ទាប់មកខ្ញុំចាក់ខ្ទឹមហើយនឹងខ្ញីចាចំពោះមើមខ្ញីខ្ញុំដាក់នេះព្រោះបងប្អូនអត់ចូលចិត្តខ្ញីមិនដាក់បានដែរដោយសារខ្ញុំចង់ឲ្យឆាកាន់តែមានរសជាតិឈ្ងុយគឺខ្ញុំត្រូវការដាក់ខ្ញីបំពងខ្ញីជាមួយនឹងខ្ទឹមសចាបន្ទាប់ពី
បំពងខ្ទឹមសជាមួយខ្ញីឲ្យវាឈ្ងុយអីហើយខ្ញុំចាប់ផ្ដើមចាក់ម្រះចូលចាបន្ទាប់ពីខ្ញុំចាក់ម្រះចូលហើយគឺខ្ញុំទុកវាមួយសន្ទុះដើម្បីឲ្យវាឆ្អិនបន្តិចបន្ទាប់មកខ្ញុំចាក់ទឹកត្រីចូលចាបងប្អូនចំពោះទឹកត្រីខ្ញុំចូលចិត្តដាក់ក្រោយបន្លែឬក្រោយសាច់ដោយសារតើវារក្សាភាពឈ្ងុយបានយូរព្រោះអីបើសិនជាបងប្អូនពងខ្ទឹមហើយចាក់ទឹកត្រីចូលក៏បានដែរតែខ្ញុំអត់ចូលចិត្តអញ្ចឹងគឺខ្ញុំចូលចិត្តចាក់សាច់មុនឬក៏បន្លែបន្ទាប់ដើម្បីឲ្យវារក្សាភាពឈ្ងុយបានយូរចាបន្ទាប់ពីខ្ញុំដាក់ទឹកត្រីចូលហើយគឺខ្ញុំដាក់ម្សៅស៊ុបប៊ីចេងស្ករចាបន្ទាប់មកខ្ញុំដាក់ប្រេងខ្យងចូលចាចំពោះប្រេងខ្យងគឺដាក់ឲ្យដើម្បីឲ្យវាទន់បន្លែហើយវាមានរសជាតិកាន់តែឆ្ងាញ់ចាបន្ទាប់មកខ្ញុំដាក់ប្រេងម្ទេសចាប្រេងម្ទេសខ្ញុំប្រើហ្នឹងដោយសារតវាធ្វើឲ្យម្ហូបកាន់តែមានរសជាតិឈ្ងុយចាបន្ទាប់ពីខ្ញុំដាក់ប្រេងម្ទេសចូលអីហើយខ្ញុំចាប់ផ្ដើមកូរវាឲ្យសព្វឲ្យបន្លែទន់តិចបន្ទាប់មកយើងចាក់ផ្លែត្រាវដែលយើងបានបំពងទុកម្ល៉េះហ្នឹងគឺចាក់ចូលបន្ទាប់មកបងប្អូនកូរវាឲ្យសព្វចូលជាតិគ្រឿងសិនបន្ទាប់មកបងប្អូនទុកវាឲ្យឆ្អិនមួយសន្ទុះសិនចាចាំបន្ទាប់ពីបន្លែហើយនឹងមើមត្រាវវាបានឆ្អិនអីល្មមហើយគឺខ្ញុំចាប់ផ្ដើមចាក់ពងទាយើងចូលចាបន្ទាប់មកយើងធ្វើការកូរវាឲ្យចូលជាតិចាចំពោះឆាបើសិនជាបងប្អូនរៀងស្ងួតអីចឹងបងប្អូនអាចថែមទឹកបានដើម្បីឲ្យវាមើលទៅឲ្យវាឆ្អិនបន្លែបន្តិចចឹងណាអញ្ចឹងហើយរក្សាកុំឲ្យវាខ្លោចចាំបងប្អូនដាក់ទឹកចូលបន្តិចទៅហើយចាំកូរវាឲ្យរីកឈាមមកអញ្ចឹងម្ហូបនោះគឺឈ្ងុយហ្មងចាបន្ទាប់ពីត្រាវពងទាហើយម្រះអីឆ្អិនអស់ហើយខ្ញុំធ្វើការដាក់ស្លឹកខ្ទឹមចូលហើយនឹងម្ទេសចូលដើម្បីវាហឹកបន្តិចកាន់តែមានរសជាតិឆ្ងាញ់ចាឥឡូវម្ហូបមួយមុខនេះក៏បានឆ្អិនរួចរាល់អស់ហើយដែរអញ្ចឹងខ្ញុំក៏ដាក់ដួសដាក់ចានចាឥឡូវគឺចូលដល់វគ្គខ្ញុំញ៉ាំម្ដងចាបងប្អូនម្ហូបមួយមុខនេះណាគឺឆ្ងាញ់មែនតើបងប្អូនសាកល្បងធ្វើតាមខ្ញុំណាចាគឺឆ្ងាញ់មែនតើនិយាយថាគឺឈ្ងុយហ្មងចាហើយខ្ញុំក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនម្ដងទៀតឥឡូវគឺខ្ញុំចាប់ផ្ដើមម្ហូបហើយចាគឺថាម្ហូបមួយមុខនេះខ្ញុំសរសើរមែនគឺឆ្ងាញ់ប្លែកហ្មងហើយឈ្ងុយពេលបងប្អូនឆាឲ្យវារៀងខ្សោះតឹងបន្តិចណាចាជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់បើសិនជាខ្ញុំនិយាយទៅខុសឆ្គងត្រង់កន្លែងណាសូមបងប្អូននិងពុកម៉ែមេត្តាខន្តីអភ័យទោសចាជួបគ្នានៅក្នុងឱកាសក្រោយទៀតចាសូមអរគុណសូមជម្រាបលាបាយបាយ